ខ្ញុំបាទសូមថ្លែងអំណរគុណជាបឋមគឺអ្វីដែលជាការលើកឡើងរបស់លោកនាយកប្រតិបត្តិDavid Chang ទៅលើការខិតខំហើយក៏ដូចជាវឌ្ឍនភាពដ៏សំខាន់របស់ក្រុមហ៊ុនកាសចរជាតិកម្ពុជាហើយក៏សូមថ្លែងអំណរគុណទៅលើការចំណាប់អារម្មណ៍ដ៏កក់ក្ដៅពីអាយដាមអភិបាលរងដែលបានលើកឡើងអំបញ្ញមិញនេះផងដែរអាយដាមចឹងហើយយ៉ាងអភិបាលរងខេត្តហឺណាន់នៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រភូលោកច័ន្ទ David អគ្គនាយកក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអាយដាមលោកជំទាវលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីតាំងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងអធិការកិច្ចខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីលៀងសាយភោជដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនាពេលនេះខ្ញុំសូមថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះអាយដាមចឹងហើយយ៉ាងអភិបាលរងខេត្តហឺណាន់និងគណៈប្រភូចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណជូនចំពោះអាយដាមលោកជំទាវលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជនាពេលនេះដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការជាមួយខេត្តហឺណាន់នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងរយៈពេល67ឆ្នាំនេះចំណងការទូតរវាងកម្ពុជានិងចិនមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់និងត្រូវបានបន្តពួនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសយើងទាំងពីរទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរជាពិសេសវត្តមានរបស់អាយដាមនិងគណៈប្រភូចិននាពេលនេះគឺបានបន្តពង្រឹងនៅទំនាក់ទំនងមិត្តភាពដៃថៃបរវាងកម្ពុជានិងចិនព្រមទាំងបានធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសនេះខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជាមួយរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានប្រារព្ធខួបលើកទី80នៃទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី2ប្រកបដោយមោទនភាពក្រៃលែងនាពេលកន្លងទៅថ្មីនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការលូតលាស់ស្ទើរគ្រប់វិស័យគឺរួមមានទាំងនយោបាយពាណិជ្ជកម្មនិងវិនិយោគការពារជាតិនិងសន្តិសុខការផ្លាស់ប្ដូរប្រជាជននិងប្រជាជនវប្បធម៌ការអប់រំសុខាភិបាលនិងបច្ចេកវិទ្យាព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាតំបន់និងសកលលោកជាច្រើនទៀតទន្ទឹមនឹងនេះខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិននិយាយជារួមនិងខេត្តហឺណាន់និយាយដោយឡែកដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជារបស់យើងនៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមប្រធានាធិបតីស៊ីជីនពីងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលថ្មីនេះគឺបានបង្ហាញពីការរឹតចំណងមិត្តភាពដៃថៃនិងពង្រីកសាមគ្គីភាពចិនកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងឆ្នាំ2025ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រច្រករបៀងមច្ឆានិងអង្គរនិងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាផងដែរជាមួយគ្នានេះខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានគាំទ្របទឈប់បាញ់និងបានផ្ដល់ជំនួយមនុស្សធម៌ចំនួន20លានយួនមកដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនៅការខូចខាតនិងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារចំនួនតាមបណ្ដោយព្រំដែនកម្ពុជាថៃនាពេលកន្លងមកស្របពេលជាមួយគ្នានេះផងដែរកម្ពុជាបានកំពុងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងខេត្តហឺណាន់លើវិស័យសំខាន់មួយចំនួនដូចជាវិស័យកសិកម្មពាណិជ្ជកម្មវិនិយោគទេសចរនិងអាកាសចរព្រមទាំងបានជំរុញនិងអនុវត្តនៅគំនិតផ្ដួចផ្ដើមហឺណាន់កម្ពុជាអាស៊ាន Air Silk Road ផងដែរក្នុងឱកាសនេះផងដែរខ្ញុំក៏សូមស្នើឲ្យដំជួយជំរុញនៅកិច្ចសហប្រតិបត្តិការថ្មីមួយទៀតទៅលើវិស័យអធិការកិច្ចរវាងក្រសួងអធិការកិច្ចនិងរដ្ឋបាលខេត្តហឺណាន់ដើម្បីជាប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព
ភាពជឿជាក់និងអភិបាលកិច្ចល្អរវាងកម្ពុជានិងចិនបាទជាទីបញ្ចប់នាឱកាសដ៏ពិសេសនាពេលនេះខ្ញុំសូមជូនពរនៃចំណងមិត្តភាពដៃថៃបដ៏យូរអង្វែងរវាងកម្ពុជាចិនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងការកសាងសហគមន៍ដែលមានជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីគឺប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់សូមជូនពរសុខភាពល្អបរិបូរណ៍ជូនចំពោះឯកឧត្តមជឹងហៃយ៉ាងនិងគណៈប្រពូចិនទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះនិងឯកឧត្តមលោកជំទាវលោកស្រីភីវកិត្តិយសទាំងអស់និងសូមទទួលនៅសុភមង្គលវិបុលសុខនិងការរីកចម្រើនជាពិសេសគឺការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរវាងប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ទៀតបាទជាចុងក្រោយគឺជាមួយនឹងរដ្ឋាភិបាលក៏ដូចជាប្រជាជននៃកម្ពុជាផងដែរគឺសូមអបអរសាទរចំពោះការបើកប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិដេជោនៅថ្ងៃនេះនិងសូមអបអរសាទរនៅសមិទ្ធផលដ៏មានសារៈសំខាន់និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅពេលនេះសូមអរគុណ